បាទជំរាបសួរពុកម៉ែបងប្អូនដែលធ្វើការក្នុងប្រទេសជប៉ុនទាំងអស់គ្នាផងដែរបាទជាពិសេសខាកម្មពលករគ្នាយើងបាទថ្ងៃនេះមានដំណឹងល្អមកអញ្ចឹងបាទអញ្ចឹងក៏ខ្ញុំចេញធ្វើជាអ្នកសារព័ត៌មានមួយអញ្ចឹងបាទហ្នឹងហើយតាក់ទងនឹងថ្លៃអង្គរគឺចុះថោកវិញបាទដែលខាងមន្ត្រីក្រសួងកសិកម្មគេហ្នឹងគឺគេបានខ្នះខ្នែងគេស្វាស្វែងដើម្បីជួយប្រជាជនជប៉ុនគេអញ្ចឹងបាទអញ្ចឹងគេខំទៅពិភាក្សាជាមួយនឹងជាច្រើនភាគីអញ្ចឹងបាទទាំងភាគីខាងនេះខាងនោះខាងឆ្វេងខាងស្ដាំខាងអីអញ្ចឹងបាទដើម្បីចរចាដើម្បីឲ្យមានតម្លៃអង្គរបានធូរថ្លៃសម្រាប់ប្រជាជនផុសគេអញ្ចឹងបាទអញ្ចឹងសម្រាប់ប្រជាជនទាំងអស់ដែលរស់នៅក្នុងប្រទេសជប៉ុនអញ្ចឹងបាទហ្នឹងហើយមួយទៀតវាជាអង្គរស្រូវចាស់មែនក៏ប៉ុន្តែទាំងស្រូវចាស់ស្រូវថ្មីហ្នឹងវាមិនខុសគ្នាប៉ុន្មានទេបាទវាញ៉ាំបានដូចគ្នាហើយឆ្ងាញ់ក៏ប្រហែលគួរសមដូចគ្នាដែរបាទតម្លៃបានធូរថ្លៃប៉ុណ្ណឹងវាល្អហើយសំខាន់មិនថាអង្គរចាស់អង្គរថ្មីស្រូវចាស់ស្រូវថ្មីទេទាំងជនជាតិជប៉ុនទាំងជនជាតិបរទេសទាំងអីហ្នឹងគឺគេទៅតម្លងជួររាប់ពាន់អ្នកទៅទិញដូចគ្នាហ្នឹងបាទក្នុងម្នាក់បានក្នុងមួយគ្រួសារគឺបានមកកញ្ចប់អញ្ចឹងបាទបាន5គីឡូអញ្ចឹងបាទអញ្ចឹងកុំភ័យថាអង្គរអស់ទេបាទអញ្ចឹងក្នុងឃ្លាំងក្នុងស្តុកគេគឺមានជាងដូចជា15000តោនក្នុងធនាគារអង្គរអញ្ចឹងបាទអញ្ចឹងនៅមានច្រើនទៀតហើយគេនឹងបែងចែកតាមតំបន់តាមអីអញ្ចឹងបាទអញ្ចឹងចាប់ពីផ្សារដុនគីផ្សារអ៊ីអុននៅក្នុងតំបន់ស៊ីណាកាវ៉ាមុនអញ្ចឹងបាទអញ្ចឹងបន្ទាប់មកគេនឹងបែងចែកទៅតាមតំបន់ធំទៀតបាទមានអូស្ការមានណាវយៈហើយនឹងទូទាំងប្រទេសជប៉ុនអញ្ចឹងបាទអញ្ចឹងគ្នាយើងកុំភ័យអីបាទគ្រាន់តែយើងអាចយឺតពេលតិចតួចអញ្ចឹងបាទអញ្ចឹងនៅតែទទួលបានតម្លៃធូរថ្លៃអញ្ចឹងបាទហើយសំខាន់គេគិតគូរដល់ប្រជាជននិងគិតគូរដល់អ្នកដែលរស់នៅក្នុងប្រទេសជប៉ុនជាពិសេសគិតគូរដល់សេដ្ឋកិច្ចរបស់គេអញ្ចឹងបាទអញ្ចឹងហ្នឹងហើយជាដំណឹងល្អរបស់គេដែរតែគេខ្នះខ្នែងជួយអញ្ចឹងបាទហើយហ្នឹងហើយថ្លៃសាំងអីក៏ធ្លាក់ទូតាមហ្នឹងហើយថ្លៃលុយថ្លៃអីហ្នឹងក៏រៀងល្អតាមហ្នឹងវិញបាទអញ្ចឹងជាដំណឹងល្អមួយអញ្ចឹងបាទគ្នាយើងដែលទៅផ្សារអត់ទាន់ឃើញបញ្ចុះតម្លៃហើយអ្នកខ្លះទៀតឃើញចាតមកថានៅតែថ្លៃដដែលអ្នកខ្លះទៀតទៅហាងនេះហាងនោះនៅតែអត់ទាន់ឃើញផ្លាស់ប្ដូរប្រែប្រួលអីចឹងបាទអញ្ចឹងមកស្ដាប់គ្នាដើម្បីយល់អញ្ចឹងបាទហ្នឹងហើយអញ្ចឹងដើម្បីស្ដាប់ហើយបានយល់ហើយអញ្ចឹងនឹងត្រៀមតាមនឹងអញ្ចឹងបាទខ្ញុំចែកម្លេចបានតែប៉ុណ្្នឹងសិនទេបាទអញ្ចឹងអរគុណចាំនៅមានការខ្វះខាតអីសូមជួយណែនាំផងបាទ